ដែលកំពុងទស្សនាវីដេអូរបស់ខ្ញុំនៅពេលនេះបាទដូចខ្ញុំបានបង្ហោះវីដេអូ short មួយដែលថាខ្ញុំនឹងនិយាយលម្អិតទាក់ទងនឹងវិស័យកាស៊ីណូនៅក្នុងក្រុងព្រះសីហនុគឺខេត្តព្រះសីហនុនេះបាទជាក់ស្ដែងយើងឃើញចាប់ពីដើមខែ1បាទឆ្នាំ2026រហូតមកដល់ឥឡូវនេះខែ3បាទត្រូវគិតត្រឹមថ្ងៃនេះគឺថ្ងៃទី26បាទខែ3យើងឃើញថាវិស័យកាស៊ីណូនៅខេត្តព្រះសីហនុបាទឃើញនៅដំណើរការធម្មតាបាទជាធម្មតាទេគ្រាន់តែយើងឃើញថាមានការធ្លាក់ភ្ញៀវបាទនៅក្នុងនោះដែរយើងក៏ឃើញមានកាស៊ីណូបាទមួយចំនួនបានធ្វើការជំរុះបាទឬកាត់បន្ថយបុគ្គលិកបាទហើយក៏មានកាស៊ីណូមួយចំនួនបាទក៏ស្នើសុំបាទផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្នដើម្បីមើលទៅលើស្ថានភាពជាក់ស្ដែងបន្តទៀតបាទ